សួស្តីអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង Dragon Ball Z ជាបន្តទៀតមុននឹងចូលទៅកាន់វីដេអូខ្ញុំសូមធ្វើការអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានឧបត្ថម្ភមកកាន់ Admin បើសិនជាអ្នកទាំងអស់គ្នាចង់ឧបត្ថម្ភមកកាន់ Admin នេះគឺជា QR របស់ Admin ហើយក៏សូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អនិងសុខភាពល្អហើយកុំភ្លេចជួយចុច Like នៅខាងក្រោមវីដេអូនេះម្នាក់មួយផងកុំឲ្យខាតពេលវេលាយូរឥឡូវយើងទៅកាន់វីដេអូទាំងអស់គ្នានៅក្នុងភាគនេះដែរធម្មពលរបស់ Gohan ក៏ឡើងកាន់តែខ្លាំងឡើងរួចក៏ហោះទៅបុក Raditz មួយទំហឹងធ្វើឲ្យគេត្រូវរបួសរាងគួរសមដែរចំពោះ Gohan វិញគេប្រើធម្មពលរបស់គេដោយមិនដឹងខ្លួន Raditz ក៏វាយ Gohan មួយដៃហើយក៏ដើរទៅរកសម្លាប់គេដោយសារតែនៅពេលនេះ Gohan អត់ទាន់ចេះគ្រប់គ្រងធម្មពលរបស់គេទេប៉ុន្តែនៅថ្ងៃអនាគតគេនឹងអាចគ្រប់គ្រងវាបានអញ្ចឹងមានតែសម្រាប់គេឥឡូវនឹងទេទើបគេអាចមានសុវត្ថិភាពនៅថ្ងៃអនាគតរៀបនឹងសម្រាប់ហើយ Goku ក៏ឃ្លេគេពីក្រោយជាប់ Raditz ក៏ឲ្យ Goku ប្រឡែងគេព្រោះថាបើសិនជា Piccolo បាញ់ Special Beam Cannon របស់គេមកនោះពួកគេទាំងពីរនាក់នឹងស្លាប់តែ Goku គេអត់ខ្វល់ទេក៏ស្រែកឲ្យ Piccolo បាញ់វាមកបន្ទាប់ពីបញ្ចូលធម្មពលពេញហើយ Piccolo ក៏បាញ់ Special Beam Cannon របស់គេទៅកាន់អ្នកទាំងពីរPiccolo ក៏ដើរទៅប្រាប់ Raditz ថាអ្នកដែលចាញ់នោះគឺជាគេព្រោះថា Goku គេស្លាប់មិនបានយូរទេដោយសារតែគ្នារបស់ Goku នឹងប្រមូល Dragon Ball ដើម្បីសុំឲ្យ Goku រស់ឡើងវិញ Raditz ក៏ប្រាប់ទៅ Piccolo វិញថារាល់ការនិយាយរបស់ពួកគេសុទ្ធសឹងតែត្រូវបានបញ្ជូនទៅឲ្យគ្នារបស់គេពីរនាក់ទៀតតាមរយៈម៉ាស៊ីន scan កម្រិតធម្មពលរបស់គេហើយគ្នារបស់គេពីរនាក់ទៀតនឹងមករក Dragon Ball ព្រមទាំងមកកំទេចផែនដីនេះនៅក្នុងរយៈពេល1ឆ្នាំទៀតហើយគ្នារបស់គេពីរនាក់ទៀតសុទ្ធសឹងតែមានកម្រិតធម្មពលខ្លាំងជាងគេទៀតនិយាយចប់ Raditz ក៏ស្លាប់បាត់ទៅពេលនោះគ្នារបស់ Goku ក៏មកដល់បើយើងមកមើលភពមួយដែលនៅផ្នែកម្ខាងទៀតនៃ Galaxy វិញគឺគ្នារបស់ Raditz ទាំងពីរនាក់ក៏ទទួលបានព័ត៌មានអំពីការស្លាប់របស់ Raditz ប៉ុន្តែពួកគេអត់ខ្វល់ទេអ្វីដែលទាក់ចិត្តពួកគេគឺ Dragon Ball ហើយបំណងប្រាថ្នាដែលពួកគេចង់បានគឺជីវិតអមតៈនៅពេលដែលពួកគេមានជីវិតអមតៈនោះពួកគេនឹងក្លាយទៅជា Super Saiyan ដែលជាបុគ្គលដែលមានថាមពលខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ Saiyan បន្ទាប់ពីពិភាក្សាគ្នារួចពួកគេក៏សម្រេចចិត្តមកភពផែនដីត្រឡប់មក Goku វិញពេលនេះគេចិត្តដាច់ខ្យល់ស្លាប់ហើយ Gohan វិញគេគ្រាន់តែសន្លប់ទេមិនមានគ្រោះថ្នាក់អីដល់ជីវិតឡើយ Goku ក៏ផ្ដាំឲ្យ Krillin ជួយមើលថែ Gohan និង Chi ផងរួចគេក៏ដាច់ខ្យល់ស្លាប់បាត់ទៅកន្លែងនឹងដែរគឺថាសែតខ្លាំងមែនតើរួចរាងកាយរបស់ Goku ក៏រលាយបាត់ដូចគ្នា Piccolo ក៏ដឹងថានេះគឺជាស្នាដៃរបស់ Kami ប្រហែលជា Kami មានគម្រោងការអ្វីមួយសម្រាប់ Goku Bulma ក៏យកម៉ាស៊ីន scan កម្រិតធម្មពលរបស់ Raditz យកមកជួសជុលដើម្បីប្រើប្រាស់សម្រាប់ចាប់ទីតាំងរបស់ Yamcha ធាននិង Chutsu ដើម្បីឲ្យពួកគេត្រៀមខ្លួននៅក្នុងការពារភពផែនដីនៅក្នុងរយៈពេល1ឆ្នាំទៀតPiccolo ក៏បានបណ្ដោះដៃរបស់គេចេញមករួចក៏សុំកូន Goku យកទៅវឹកហាត់ដើម្បីត្រៀមខ្លួននៅក្នុងការប្រយុទ្ធជាមួយគ្នារបស់ Raditz នៅក្នុងរយៈពេល1ឆ្នាំទៀត Piccolo ក៏ផ្ដាំថាពេលដែលពួកគេជួប Goku ឲ្យរស់ឡើងវិញកុំភ្លេចប្រាប់ Goku ថាគេអាចមកយកកូនរបស់គេវិញបាននៅក្នុងរយៈពេល1ឆ្នាំក្រោយបន្ទាប់ពីផ្ដាំរួចហើយ Piccolo ក៏ហោះចាក់ចេញពីទីនោះបាត់ទៅត្រឡប់មកមើល Kami និង Goku វិញគេបានមកដល់ឋាននរកដើម្បីមកជួប King Yama ដោយសារតែ Kami ចង់សុំការអនុញ្ញាតពី King Yama ដើម្បីបញ្ជូន Goku ឲ្យទៅវឹកហាត់ជាមួយ King Kai ព្រោះថាមួយឆ្នាំទៀតភពផែនដីនឹងជួបគ្រោះថ្នាក់ King Yama ក៏អនុញ្ញាតប៉ុន្តែដើម្បីអាចជួប King Kai បាន Goku ត្រូវឆ្លងកាត់ផ្លូវពោះដែលវាមានគ្រោះថ្នាក់ខ្លាំងណាស់ដោយនៅពេលដែលយើងធ្លាក់ចុះពីផ្លូវពោះនោះយើងមិនអាចឡើងមកវិញទេនៅពេលដែលទៅដល់ផ្លូវពោះកូនចៅរបស់ King Yami ក៏ប្រាប់ថាផ្លូវនេះដែរមានចម្ងាយប្រហែល 16,000 គីឡូប៉ុន្តែគ្មានអ្នកណាដឹងច្បាស់ថាវាពិតឬក៏អត់ទេព្រោះតែមានតែ King Yama តែម្នាក់ប៉ុណ្ណោះដែលបានដើរឆ្លងផុតនៅផ្លូវពោះមួយនេះហើយវាបានកន្លងផុតទៅអស់រាប់សតវត្សមកហើយមុននឹងចាកចេញ Goku ក៏ផ្ដាំគេឲ្យទៅប្រាប់លោកយាយបាថាឲ្យគាត់ទៅប្រាប់ Master Roshi និងគ្នារបស់គេកុំទាន់អាចជប់គេឲ្យរស់ឡើងវិញអីចាំមួយឆ្នាំកន្លងផុតទៅចាំជប់ឲ្យគេរស់ឡើងវិញផ្ដាំហើយ Goku ក៏ចេញដំណើរកាត់មក Piccolo និង Gohan វិញគ្រាន់តែគេងើបមកឃើញ Piccolo ភ្លាមគេក៏ចាប់ផ្ដើមយំយកតែម្ដង Piccolo ក៏ប្រាប់ត្រង់ថា Goku បានស្លាប់បាត់ហើយចាប់ពីពេលនេះទៅគេនឹងត្រូវវឹកហាត់ដើម្បីត្រៀមខ្លួននៅក្នុងការប្រយុទ្ធក្នុងរយៈពេល1ឆ្នាំទៀតតែ Gohan គេថាគេអត់មានថាមពលដើម្បីវឹកហាត់អីទេឃើញថា Gohan ពិបាកនិយាយគ្នាបែបនេះ Piccolo ក៏បង្ហាញថាមពលរបស់គេដោយគប់ Gohan ទៅបុកនឹងភ្នំមួយដែលនៅក្បែរនោះប៉ុន្តែគ្រាន់តែទៅជិតដល់ភ្លាម Gohan ក៏បាញ់ថាមពលរបស់គេធ្វើឲ្យភ្នំនោះរលាយបាត់ភ្លាមបន្ទាប់ពីឃើញថាខ្លួនមានថាមពលបែបនេះ Gohan ក៏សម្រេចចិត្តថាគេនឹងវឹកហាត់
Piccolo វិញទោះបីជាដឹងថាធម្មពលរបស់ Gohan អាចថ្ងៃណាមួយនឹងប្រើប្រាស់ដើម្បីសម្លាប់គេក៏គេសុខចិត្តវឹកហាត់ Gohan ឲ្យប្រើប្រាស់វាដែរចំពោះមេរៀនដំបូងរបស់ Gohan គឺ Piccolo ឲ្យគេរស់នៅដោយម្នាក់ឯងក្នុងរយៈពេល6ខែហើយបើសិនជាគេអាចរស់រានមានជីវិតបាននៅក្នុងរយៈពេល6ខែនេះនោះគេនឹងចាប់ផ្ដើមបង្រៀនក្បាច់វាយទៅកាន់ Gohan គ្រាន់តែឮថាគេត្រូវរស់នៅម្នាក់ឯងបែបនេះក៏សុំអង្វរឲ្យ Piccolo កុំទៅចោលគេតែ Piccolo ក៏ប្រាប់ថាតើតែធ្វើបែបនេះទើប Gohan អាចបញ្ចេញធម្មពលរបស់គេបានមកមើល Goku វិញមានដៃខ្មៅជាច្រើនបានលូកដៃមកចាប់ទាញគេចុះក្រោមតែសំណាងអី Goku ក៏អាចរើបំរាស់រួចត្រឡប់មក Gohan វិញមានសត្វដាយណូស័រមួយក្បាលបានដេញខាំគេដោយភ័យពេក Gohan ក៏ប្រើប្រាស់ធម្មពលរបស់គេដោយមិនដឹងខ្លួនឬក៏ជាប់នៅលើកំពូលភ្នំមួយដែលនៅក្បែរនោះនៅពេលយប់ឡើងក៏មានប៉ម2ផ្លែបានធ្លាក់ចុះមកធ្វើឲ្យ Gohan សប្បាយចិត្តព្រមទាំងឆ្ងល់មែនទែនដោយសារតែនៅលើកំពូលភ្នំហ្នឹងអត់មានដើមប៉មទេតែបែរជាមានផ្លែប៉មធ្លាក់មកវិញតាមពិតទៅ Piccolo គឺជាអ្នកដែលលួចបោះប៉មនោះមកឲ្យគេឥឡូវយើងមកមើល Bulma វិញនាងបានជួសជុលនឹងការប្រែភាសានៅលើម៉ាស៊ីន scan កម្រិតធម្មពលរបស់ Raditz បានសម្រេចហើយរួច Bulma បានធ្វើការវាស់កម្រិតធម្មពលរបស់ Master Roshi ដែលគាត់មានកម្រិតធម្មពល139ចំណែក Krillin វិញគេមានកម្រិតធម្មពលចំនួន206ពេលនោះ Yajirobe ក៏មករកពួកគេហើយក៏ប្រាប់ថា Karin ផ្ដាំឲ្យធាន Krillin និង Jutsu ទៅវឹកហាត់នៅពងរបស់គាត់ដើម្បីត្រៀមខ្លួនការពារផែនដីនៅឆ្នាំក្រោយហើយ Yajirobe ក៏បន្តប្រាប់ពួកគេថាមិនឲ្យជប់ Goku ឲ្យរស់ឡើងវិញទេចាំផុតរយៈពេល1ឆ្នាំចាំជប់ឲ្យគេរស់ឡើងវិញពេលដែល Yajirobe ត្រឡប់ទៅវិញ Chi-Chi និង Ox King ក៏បានមកដល់ដោយសារតែ Chi-Chi អត់ឃើញ Gohan និង Goku ត្រឡប់ទៅផ្ទះវិញសោះMaster Roshi ក៏ប្រាប់អំពីដំណើរដើមតងដែលបានកើតឡើងគ្រាន់តែដឹងថា Gohan ត្រូវបាន Piccolo ចាប់យកទៅវឹកហាត់និង Goku ស្លាប់ធ្វើឲ្យ Chi-Chi សម្លាប់ភ្លាមៗហ្មងកាន់មក Goku វិញគេនៅមិនទាន់ធ្វើដំណើរដល់ផ្ទះរបស់ King Kai ទេចំណែកឯ Gohan វិញគេបានជាប់នៅលើកូនភ្នំមួយអស់រយៈពេល2យប់ហើយស្រាប់តែពេលគេដើរទៅនោមក៏ក្រឡេកទៅមើលព្រះច័ន្ទហើយចំពេលដែលព្រះច័ន្ទនោះពេញបូរមីទៀតមើលបានបន្តិចស្រាប់តែធ្វើឲ្យគេប្រែក្រឡាទៅជាបិសាចស្វាមួយក្បាលយ៉ាងធំធ្វើឲ្យ Piccolo ដែលមើលពីចម្ងាយភ្ញាក់ផ្អើលមែនទែន Gohan ក៏ចាប់ផ្ដើមវាយកំទេចនិងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលនៅជិតនោះ Piccolo ភ័យមែនទែនដោយសារតែបើសិនជាគេមិនបញ្ឈប់ Gohan ទេនោះផែនដីនឹងត្រូវខ្ទេចដោយសារស្នាដៃរបស់ Gohan Piccolo ក៏នឹកឃើញថាពួកសេនឹងប្រែកាយនៅពេលដែលពួកគេមើលព្រះច័ន្ទពេញបូរមីរួច Piccolo ក៏បាញ់កំទេចព្រះច័ន្ទចោលបាត់ទៅធ្វើឲ្យ Gohan ត្រឡប់ទៅជាដូចដើមវិញ Piccolo ក៏កាត់កន្ទុយ Gohan ចោលហើយក៏ឲ្យអាវនិងដាវមួយសម្រាប់គេនៅក្នុងការប្រើប្រាស់ដើម្បីការពារខ្លួននៅក្នុងរយៈពេល6ខែទៀតមុននឹងគេបង្ហាត់ក្បាច់គុណទៅកាន់ Gohanសែកឡើងនៅពេលដែល Gohan ភ្ញាក់មកវិញធ្វើឲ្យគេឆ្ងល់មែនទែនថាមិនក៏គេមកនៅខាងក្រោមវិញហើយក៏ចាប់អារម្មណ៍ថាកន្ទុយរបស់គេត្រូវបានបាត់ហើយកាយរបស់គេក៏បដូរទៀតពេលនោះក៏មានសត្វក្រពើនិងខ្លាបានដេញខាំគេដោយភ័យពេកក៏រត់ទៅប៉ះសត្វឥន្ទ្រីដែលនៅក្បែរនោះឥន្ទ្រីនោះក៏ចាប់ Gohan ប៉ុន្តែក៏ត្រូវខាំគ្នាជាមួយសត្វដាយណូស័រមួយក្បាលទៀតរួចក៏ជ្រុះ Gohan ធ្លាក់មកខាងក្នុងឡានមួយដែលនៅក្បែរនោះនៅក្នុងនោះដែរក៏មានមនុស្សយន្តមួយជាប់នៅទីនោះហើយពួកគេក៏និយាយគ្នាពីនេះពីនោះក៏ដូចជាជួយចម្អិនម្ហូបឲ្យ Gohan ញ៉ាំទៀតតែមួយសន្ទុះក្រោយមករោងភ្នំនោះក៏រញ្ជួយឃើញបែបនេះមនុស្សយន្តនោះក៏បោះ Gohan ចេញមកខាងក្រៅនៅពេលដែលសភាពការរៀនស្ងប់ស្ងាត់មនុស្សយន្តនោះក៏ស្លាប់បាត់ទៅដោយសារតែវាអស់ថ្មធ្វើឲ្យ Gohan សែតខ្លាំងមែនទែនមួយរយៈក្រោយមក Gohan ក៏ចេះមើលថែខ្លួនឯងខ្លះៗហើយប៉ុន្តែនៅខាងក្រោយក្នុង Gohan មានភ្នែកអ្វីមួយបានលេចចេញមកបើយើងមកមើលកន្លែងគេប្រកួត baseball វិញក៏ឃើញថា Yamcha និង Pua នៅទីនោះព្រោះថា Yamcha ធ្វើជាកីឡាករ baseball ដើម្បីរកលុយចំពោះការប្រកួតនេះក៏បដូរទៅជាការវាយគ្នាវិញដោយសារតែក្រុមទាំងពីរឆ្លោះប្រកែកគ្នាខណៈពេលដែលកំពុងវាយគ្នា Krillin ក៏ហៅ Yamcha ទៅនិយាយគ្នាហើយក៏ប្រាប់ថា Goku បានស្លាប់បាត់ហើយបន្ទាប់ពីនិយាយគ្នាចប់ពួកគេក៏ធ្វើដំណើរដើម្បីទៅវឹកហាត់នៅពងរបស់ Karin ត្រឡប់មក Gohan វិញតាមពិតទៅភ្នែកដែលនៅពីក្រោយគេកាលពីយប់មិញគឺជាសត្វដាយណូស័រនោះមានរបួសត្រង់ពោះឃើញបែបនេះ Gohan ក៏ជួយទាញឈើនោះចេញពីពោះរបស់គេខណៈពេលដែល Gohan មកពីបេះផ្លែឈើវិញក៏ឃើញមានថ្មមួយនៅក្បែរនោះរួចគេក៏វាយសាកព្រោះតែគេឃើញ Goku វាយថ្មនោះបែកបានយ៉ាងងាយប៉ុន្តែនៅពេលដែលគេវាយគឺវាអត់បែកទេបែរជាធ្វើឲ្យដៃរបស់គេត្រូវរបួសទៅវិញប៉ុន្តែនៅពេលដែលគេដើរចាស់ចេញទៅបាត់ថ្មនោះក៏ប្រេះនៅពេលដែល Gohan ដើរត្រឡប់មកវិញក៏ឃើញថាមានដាយណូស័រកាយមួយក្បាលចង់ស៊ីមិត្តភក្តិរបស់គេ Gohan ក៏ដកដៃរបស់គេចេញមកតែដាយណូស័រនោះក៏វាយគេឲ្យឃ្លាតទៅម្ខាងរួចក៏សន្លប់បាត់ទៅនៅពេលព្រឹកឡើងពេលដែលភ្ញាក់មកវិញក៏ឃើញថាមិត្តភក្តិដាយណូស័ររបស់គេត្រូវបានស្លាប់បាត់ហើយ
ប្រមាណខែក្រោយមក Gohan ក៏ស្ទាត់ជំនាញនៅក្នុងការរស់នៅម្នាក់ឯងពេលនោះសត្វ Dinosaur ដែលស៊ីមិត្តភក្តិរបស់គេក៏បានមកតែ Gohan ក៏ធ្វើឲ្យវារត់ទៅបុកនឹងថ្មរួចក៏កាត់កន្ទុយរបស់វាដើម្បីយកមកធ្វើជាម្ហូបមកមើលគ្នារបស់ Reddit វិញពួកគេបានចុះមកភព Alla ដើម្បីកម្ដៅសាច់ដុំរបស់ពួកគេមុននឹងបន្តដំណើរទៅភពផែនដីដែលម្នាក់រៀងខ្ពស់មានឈ្មោះថា Nappa និងម្នាក់ទៀតមានឈ្មោះថា Vegeta នៅពេលដែលពួកគេចុះមកដល់ក៏ឃើញថាភពមួយនេះត្រូវបានបំផ្លាញអស់ជាច្រើននៅពេលនោះក៏មានទាហាន2នាក់បានចេញមកតតាំងជាមួយពួកគេតែឃើញថាប៊ីមដែលគេបាញ់មុនហ្នឹងអាចធ្វើឲ្យអ្នកទាំងពីរមានរបួសអីទេណាប៉ាក៏ចង់សម្លាប់ពួកគេចោលតែវិជីថាក៏ប្រាប់ឲ្យគេធ្វើជាសុំចោះចាញ់ហើយទាហានរបស់ភពនោះក៏ចាប់ឃុំពួកគេនៅក្នុងគុកនឹងដែរក៏មានប្រជាជននៃភពអាឡាជាប់ឃុំនៅក្នុងនោះដូចគ្នាដោយសារតែស្ដេចដែលទើបតែគ្រងរាជសម្បត្តិថ្មីនេះគឺមានចរិតកាយខុសខើសូម្បីតែប្រពន្ធរបស់បុរសម្នាក់ដែលជាប់ឃុំនៅក្នុងនោះក៏ត្រូវស្ដេចនឹងចាប់យកធ្វើជាប្រពន្ធដែរនៅពេលនោះកូនចៅរបស់ស្ដេចក៏រាយការណ៍ថាពួកគេបានចាប់អេលៀនចំនួន2នាក់ដែលពួកគេកំពុងតែស្ថិតនៅក្នុងគុកនិយាយតនចាប់ផងវិជីថានឹងណាប៉ាក៏ចូលមកដល់ធ្វើឲ្យស្ដេចនោះឆ្ងល់មែនតែនថាមិនក៏ដៃរបស់ពួកគេមិនជាប់ខ្នើយអញ្ចឹងស្ដេចក៏បញ្ជាឲ្យអ្នកប្រយុទ្ធដ៏ខ្លាំងរបស់គាត់វាយសម្លាប់អ្នកទាំងពីរចោលតែគ្រាន់តែយាដៃបានបន្តិចក៏ត្រូវវិជីថាបាញ់ឲ្យគេដាច់ក្បាលស្លាប់បាត់ទៅឃើញបែបនេះស្ដេចក៏បញ្ជាឲ្យ Royal Guard របស់គាត់ចំនួន10នាក់សម្លាប់ពួកគេតែមើលទៅពួកគេទាំង10នាក់មិនអាចធ្វើឲ្យវិជីថានឹងណាប៉ាបានទេណាប៉ាក៏ប្រើម្រាមដៃគេតែពីរប៉ុណ្ណោះក៏ធ្វើឲ្យដីនៅទីនោះរញ្ជួយហើយ Royal Guard ទាំង10នាក់ក៏រលាយបាត់ដូចគ្នាស្ដេចក៏បញ្ជាឲ្យទាហានគាត់ម្នាក់ទៀតដែលមានមាឌធំចេញមកតែក៏ត្រូវណាប៉ាកាច់បំមាក់ម្រាមដៃគេមួយចោលរួចក៏បាញ់ថាមពលប៊ីមរបស់គេសម្រាប់ទាហានដែលមានមាឌធំនោះចោលបាត់ទៅឃើញបែបនេះស្ដេចក៏រត់តែក៏ត្រូវវិជីថាសម្រាប់គាត់ចោលបាត់ទៅបុរសម្នាក់ដែលជាប់នៅក្នុងគុកក៏ដើរចេញមកនៅពេលដែលឃើញថាវិជីថានឹងណាប៉ាសម្រាប់ស្ដេចដែលមានភាពខុសខើនោះចោលបាត់គេក៏អរគុណដល់អ្នកទាំងពីរហើយវិជីជននៅភពរបស់គេនឹងចាត់ទុកអ្នកទាំងពីរដូចជាហេរ៉ូរបស់ពួកគេអញ្ចឹងវិជីថានឹងណាប៉ាក៏ហោះចាត់ចេញពីភពនោះហើយបុរសនោះក៏បានជួបគ្នាជាមួយប្រពន្ធគាត់វិញតែពេលហ្នឹងភពអាឡាក៏រលាយធ្វើឲ្យអ្នកទាំងពីរស្លាប់ដោយមិនដឹងខ្លួនមូលហេតុដែលភពនេះរលាយគឺដោយសារតែវិជីថាបានបាញ់កំទេចភពនេះនៅខាងក្រៅដែលវាមើលទៅពិតជាខុសខើមែនតើមកមើល Goku វិញពេលនេះគេមិនទាន់ទៅដល់គោលដៅរបស់គេទេដោយសារតែគេហត់ពេកណាមួយនៅលើផ្លូវពោះនេះមិនមានម្ហូបអីសម្រាប់គេញ៉ាំហើយវ៉ែនេះក៏ចាប់ត្រឹមហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់តាមដាននៅវគ្គបន្ទាប់កុំភ្លេចជួយចុច like និង subscribe ម្នាក់មួយផងហើយបើសិនមានគ្នាយើងណាចង់ឧបត្ថម្ភមកកាន់ admin នេះគឺជា QR របស់ admin ដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូជារៀងរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយ